តាមការអភិវឌ្ឍបច្ចេកទេសនិងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នកសិករយើងជំរុញផលិតកម្មដំណាំស្រូវដែលទទួលបានទាំងបរិមាណនិងគុណភាពទន្ទឹមនឹងការបង្កើនផលិតកម្មដំណាំស្រូវក៏មានបញ្ហាមកពីការយាយីពីសត្វចង្រៃជាពិសេសនៅរដូវវស្សាឆ្នាំ2007កន្លងទៅនិងនៅរដូវប្រាំងឆ្នាំ2008នេះដំណាំស្រូវក៏កើតមានការបំផ្លាញនិងការផ្ទុះឡើងពីសត្វមមាញឹកត្នោតនៅតាមខេត្តក្រុងមួយចំនួននៅកម្ពុជាដើម្បីទប់ស្កាត់ការរីកដុះដាលនិងបំផ្លាញពីពពួកសត្វមមាញឹកត្នោតក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមលើកឯកទេសបច្ចេកទេសពីវិធានការទប់សម្រាប់ឲ្យកសិករយល់ដឹងពីប្រភេទមមាញឹកត្នោតសំខាន់ការបំផ្លាញនិងវិធានការការពារនិងកម្ចាត់វាគោលបំណងនៃឯកសារនេះគឺដើម្បីឲ្យកសិករយល់ដឹងពីប្រភេទមមាញឹកត្នោតសំខាន់ប្រភពការបំផ្លាញនិងវិធានការការពារនិងកម្ចាត់សត្វមមាញឹកត្នោតសត្វមមាញឹកត្នោតជាប្រភេទសត្វល្អិតបំផ្លាញដំណាំស្រូវដែលវាស្ថិតនៅក្នុងអំបូរសត្វរៃជញ្ជក់ដើមសត្វមមាញឹកត្នោតមានស្លាបវែងនិងពពួកមមាញឹកត្នោតស្លាបខ្លីពពួកស្លាបខ្លីពុំអាចហើបបានវារស់នៅក្នុងស្រែនៅនឹងបន្តពូជនៅក្នុងស្រែតែមួយឯមមាញឹកត្នោតស្លាបវែងវិញវាហើបបានឆ្ងាយនិងអាចបន្តពូជពាសពេញស្រែនិងពីតំបន់មួយទៅតំបន់មួយពីខេត្តមួយទៅខេត្តមួយដែលមានដំណាំស្រូវដំណាក់កាលលូតលាស់ទាំង5របស់សត្វមមាញឹកត្នោតមានដំណាក់កាលមេចំណាស់ពងកូនញាស់កូនជំទង់កូនធំមមាញឹកស្លាបវែងមានពងប្រមាណ100និងស្លាបខ្លីមានពង300ពងដែលពងមានរាងដូចស្និតចេកមមាញឹកត្នោតមានអាយុកាល30ទៅ35ថ្ងៃពីពងញាស់7ថ្ងៃកូនទៅមេ15ថ្ងៃនិងមេចំណាស់អាចរស់បាន10ថ្ងៃការសង្កេតវត្តមានសត្វមមាញឹកត្នោតនៅក្នុងស្រែមាននៅក្នុងភូមិនិងតំបន់កាលណាយើងឃើញវាមករោមពន្លឺភ្លើងនៅពេលយប់ដូចជាភ្លើងចង្កៀងចន្លុះភ្លើងភ្នក់គោក្របីភ្លើងអំពូលនិងទូរទស្សន៍ជាដើមដែលនេះបញ្ជាក់ថាសត្វមមាញឹកត្នោតវត្តមាននៅក្នុងស្រែរបស់យើងហើយសត្វមមាញឹកត្នោតនៅក្នុងស្រែវាបំផ្លាញតាំងពីវានៅអាយុកាលកូនតូចកូនជំទង់និងមេចំណាស់ក្នុងដំណាក់កាលសំណាបនិងបែកគុម្ពរបស់ដំណាំស្រូវការបំផ្លាញរបស់វាគឺចាក់ទម្លុះដើមស្រូវជញ្ជក់យកជ័រពីដើមស្រូវនៅផ្នែកគល់ក្បែរទឹកធ្វើឲ្យដើមស្រូវខ្សោះទឹកនិងងាប់បើមមាញឹកត្នោតមានផ្ទុកនៅមេរោគវីរុសតឿលើងវានឹងចម្លងជំងឺតឿនេះដល់ដំណាំស្រូវដែលធ្វើឲ្យដើមស្រូវតឿលើងមិនបែកគុម្ពនិងស្រូវខ្លោចនិងងាប់នៅពេលដើមស្រូវឆេះខ្លោចនិងងាប់នៅក្នុងស្រែហើយយើងមិនអាចស្ដារឡើងវិញបានទេយើងត្រូវជួសកម្ទេចចោលដើម្បីជៀសវាងការរីកដុះដាលការបំផ្លាញដល់រដូវក្រោយនិងតំបន់ផ្សេងទៀតហើយសម្អាតស្រែនិងធ្វើការដាំដុះជាថ្មីដើម្បីការពារទប់ស្កាត់និងកម្ចាត់ការបំផ្លាញពីពពួកមមាញឹកត្នោតយើងត្រូវមានវិធានការសំខាន់មានវិធានការដាំដុះវិធានការមេកានិកវិធានការជីវសាស្ត្រនិងវិធានការគីមីវិធីសាស្ត្រដាំដុះជាវិធានការមួយយ៉ាងល្អដើម្បីការពារទប់ស្កាត់ការបំផ្លាញពីពពួកមមាញឹកត្នោតដោយអនុវត្តនៅវិធានការមួយចំនួនដូចខាងក្រោមសម្អាតស្រែឲ្យភ្ជួរលុបចិញ្ច្រាំងនិងសម្អាតស្មៅជាជំរកមមាញឹកត្នោតមុនពេលសាបនិងស្ទូងប្រើប្រាស់ពូជធន់នឹងពពួកមមាញឹកត្នោតដូចជាពូជស្រូវ ER គ្រូ ER 66និងពូជក្នុងស្រុកមួយចំនួនទៀតយើងសង្កេតឃើញពីការបំផ្លាញពីរដូវមុនថ្នាលសំណាបត្រូវធ្វើឲ្យឆ្ងាយពីកន្លែងមានពន្លឺភ្លើងនៅពេលយប់ត្រូវចុះសង្កេតក្នុងស្រែជាប្រចាំដើម្បីពិនិត្យមើលវត្តមានសត្វនៅក្នុងស្រែនៅដំណាក់សំណាបនិងស្រូវបែកគុម្ពត្រូវពិនិត្យមើលវត្តមានសត្វមមាញឹកត្នោតតាមពន្លឺភ្លើងនៅពេលយប់ដូចជាភ្លើងចង្កៀងចន្លុះភ្លើងភ្នក់គោក្របីភ្លើងអំពូល
និងទូរទស្សន៍ជាដើមដែលងាយស្រួលនិងមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាត្រូវចេះអនុវត្តការដាំដុះឆ្លាស់មុខដំណាំនៅតាមរដូវដើម្បីទប់ស្កាត់ដំណាក់កាលលូតលាស់របស់សត្វមមាញឹកត្នោតដោយដាំដំណាំរួមផ្សំខុសពីដំណាំស្រូវដូចជាដំណាំល្ពៅឪឡឹកត្រសក់ត្រឡាចនិងដំណាំបន្លែផ្សេងដើម្បីកាត់ផ្តាច់ចំណីនិងជំរុករបស់សត្វមមាញឹកត្នោតវិធានការមេកានិកជាវិធានការមួយល្អមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងការកម្ចាត់ពពួកមមាញឹកត្នោតដូចជាប្រើវិធីអូសដោយប្រើស្បៃមុងអូសមមាញឹកត្នោតនៅតាមស្រែដើម្បីប្រមូលសត្វមមាញឹកត្នោតដុតកំទេចចោលនិងកប់ចោលនិងប្រើអន្ទាក់ភ្លើងតាមភ្លឺស្រែនិងក្នុងស្រែមានភ្លើងអំពូលភ្លើងម៉ាំងសុងភ្លើងចង្កៀងនៅពេលយប់និងដាក់ទឹកលាយទឹកសាប៊ូឬប្រេងម៉ាស៊ូតដើម្បីប្រមូលសត្វមមាញឹកត្នោតមកកំទេចចោលជារៀងរាល់ថ្ងៃបើមានសត្វទាត្រូវលែងសត្វទានិងទាវងទៅក្នុងស្រែដែលមានមមាញឹកត្នោតដើម្បីឲ្យទាស៊ីសត្វមមាញឹកត្នោតជាចំណីបើលទ្ធភាពបញ្ចេញបញ្ចូលទឹកគ្រប់គ្រាន់ត្រូវបង្ហូរទឹកបញ្ចូលស្រែពន្លិចដើមស្រូវរយៈ1ទៅ2ថ្ងៃរួចបង្ហូរទឹកចេញពីស្រែដើម្បីកម្ចាត់ពពួកមមាញឹកត្នោតស្រែអាចបញ្ចូលបញ្ចេញទឹកបានអាចប្រើប្រេងម៉ាស៊ូត2ទៅ4លីត្ររួចយកបន្ទះឈើឬឫស្សីវាយវាត់ទំនាក់មមាញឹកត្នោតព្រោះជាតិប្រេងធ្វើឲ្យមមាញឹកថប់ដង្ហើមងាប់បានសូមប្រុងប្រយ័ត្នកុំឲ្យជាតិប្រេងជ្រាបចូលដីស្រែបណ្ដាលឲ្យខូចដីពិបាកកែលម្អឡើងណាស់វិធានការតាមបែបជីវសាស្ត្រជាវិធីសាស្ត្រកម្ចាត់សត្វមមាញឹកត្នោតដោយប្រើពពួកសត្វល្អិតនិងសត្វមានប្រយោជន៍នៅក្នុងស្រែដូចជាត្រូវថែរក្សាសត្វមានប្រយោជន៍នៅក្នុងស្រែដូចជាសត្វពីងពីងសត្វអណ្ដើកមាសសត្វខ្មោចដីកន្ទុយវែងស្រឹងគោកស្រឹងទឹកនិងពពួកអម៉ាល់ឡាក់ព្រោះសត្វទាំងនេះវាស៊ីមមាញឹកត្នោតជាអាហារនិងសម្លាប់មមាញឹកត្នោតត្រូវរក្សាសត្វមានប្រយោជន៍នៅក្នុងស្រែមានសត្វកង្កែបក្អាត់គីង្គក់ពស់ត្រីឡាក់ព្រោះវាស៊ីមមាញឹកត្នោតនិងសត្វល្អិតចង្រៃផ្សេងជាអាហារយើងអាចអនុវត្តការចិញ្ចឹមត្រីនៅក្នុងស្រែដើម្បីឲ្យវាស៊ីមមាញឹកត្នោតជាអាហារនិងយើងបានទទួលផលត្រីនៅពេលប្រមូលផលត្រីរួចយើងនិយាយទៅកសិករយើងមើលណាថាអានេះស្រូវនេះមានអាយុ55ថ្ងៃហើយអញ្ចឹងបានន័យថាស្រូវនេះវាមានជំងឺស្រូវនេះគឺធម្មតាអញ្ចឹងបានន័យថាស្រូវធម្មតាគឺវាបានចេញធម្មតាអញ្ចឹងបើសិនជាវាមានជំងឺគឺវាអត់អាចចេញបានគឺវាទើអញ្ចឹងបាទអញ្ចឹងបានន័យថាស្រូវដែលមានអាយុពី1ទៅដល់30ថ្ងៃយើងត្រូវការពារយើងត្រូវមើលជាប្រចាំពីវត្តមានរបស់មមាញឹកបើសិនជាវាអាចចម្លងជំងឺនៅក្នុងរយៈពេលហ្នឹងគឺយើងមិនអាចទទួលផលបានទេដោយអានេះអញ្ចឹងបានន័យថាទើរួញស្លឹកហ្នឹងគឺស្លឹកវានៅខៀវដដែលហើយអានេះទើលឿងបានន័យថាស្លឹកវាលឿងហើយវាទើហ្នឹងហើយអញ្ចឹងយើងត្រូវនេះឲ្យច្បាស់អញ្ចឹងបានន័យថាជំងឺទាំងពីរហ្នឹងវាមានលក្ខណៈរបស់វាបើសិនជាយើងឃើញជំងឺហ្នឹងលឿងអញ្ចឹងបើសិនជាយើងដកវាមកឃើញប្រព័ន្ធរឹសវាស្អុយវារលួយបានន័យថាអានេះវាពុលជីពុលដែកពុលអីហ្នឹងណាអញ្ចឹងបើសិនជាយើងដកមកជំងឺហ្នឹងដូចគ្នារោគសញ្ញាដូចគ្នាបើសិនជាយើងដកមករឹសនេះនៅល្អទាំងអស់បានន័យថាអានេះជាវាកើតជំងឺដែលជំងឺហ្នឹងគឺជំងឺវីរុសគេហៅថាជំងឺលឿងទឿហ្នឹងណាហ្នឹងហើយអញ្ចឹងយើងសម្គាល់បានប៉ុណ្ណឹងវិធានការគីមីជាវិធានការចុងក្រោយដែលត្រូវអនុវត្តនៅពេលយើងអនុវត្តវិធានការខាងលើមិនទទួលបានជោគជ័យនិងមានការបំផ្លាញពីពពួកមមាញឹកត្នោតខ្លាំងក្លាយើងត្រូវចងចាំថាថ្នាំពុលកសិកម្មវាមានគ្រោះថ្នាក់ដល់មនុស្សសត្វនិងបរិស្ថានហើយវាមិនមែនជាធាតុគីមីសម្រាប់ការលូតលាស់និងការកើនឡើងទិន្នផលស្រូវទេតែវាជួយទប់ស្កាត់ការថយចុះនៃទិន្នផលការប្រើប្រាស់ថ្នាំពុលគីមីជាវិធានការចុងក្រោយដើម្បីទប់ស្កាត់ការរីករាលដាលនិងការផ្ទុះឡើងការបំផ្លាញនៃសត្វមមាញឹកត្នោត
តែការប្រើប្រាស់ថ្នាំដែលមានការអនុញ្ញាតពីមន្ត្រីបច្ចេកទេសកសិកម្មនិងពិគ្រោះជាមួយមន្ត្រីកសិកម្មស្រុកខេត្តជាមុនថ្នាំដែលអាចកម្ចាត់បំមេត្នោតនាពេលបច្ចុប្បន្នមានដូចជាថ្នាំបុយទីលនិងបាសាន់ជាដើមការសន្និដ្ឋានដូច្នេះបើកសិករយើងបានយល់ដឹងនិងអនុវត្តនៅវិធានការការពារទប់ស្កាត់និងកម្ចាត់សត្វបំមេត្នោតតាមវិធានការនិងវិធីសាស្ត្រដូចបានរៀបរាប់ខាងលើយើងអាចការពារការបំផ្លាញការរីករាលដាលនិងការផ្ទុះឡើងពីការបំផ្លាញរបស់សត្វបំមេត្នោតហើយធ្វើឲ្យដំណាំយើងមានការលូតលាស់ល្អមានសុខភាពល្អទទួលបានទិន្នផលខ្ពស់មានគុណភាពនិងកសិករបានទទួលប្រាក់ចំណូលច្រើនក្នុងគ្រួសារ